ក្រសួងពាណិជ្ជកម្មបានប្រកាសថាតម្លៃប្រេងឥន្ធនៈក្នុងស្រុកបានបន្តកើនឡើងហើយអង្គារនេះក្នុងតម្លៃលក់រាយសម្រាប់សាំងធម្មតា 5,500 រៀលក្នុង1លីត្រកើនឡើង300រៀលធៀបនឹងសប្តាហ៍មុនចំណែកប្រេងម៉ាស៊ូត 6,550 រៀលក្នុង1លីត្រតម្លៃនេះអនុវត្តចាប់ពីថ្ងៃទី17ដល់ថ្ងៃទី19ខែមីនាឆ្នាំ2026រាជរដ្ឋាភិបាលបានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា6.5 សេនដុល្លារក្នុង1លីត្រដើម្បីសម្រួលជីវភាពប្រជាពលរដ្ឋនិងបញ្ចុះ1សេនដុល្លារបន្ថែមទៀតដោយសារថ្លៃប្រេងសាំងអន្តរជាតិកើនឡើង$90ក្នុង1បារ៉ែលនិងប្រេងម៉ាស៊ូតអន្តរជាតិកើនឡើងលើស$100ក្នុង1បារ៉ែលព្រមទាំងកាត់បន្ថយពន្ធអាករ$4.1 លានក្នុងរយៈពេល3ថ្ងៃក្រសួងពាណិជ្ជកម្មបន្តណែនាំស្ថានីយ៍និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅតាមបណ្ដារាជធានីខេត្តត្រូវលក់ប្រេងទៅតាមតម្លៃដែលបានបង្ហាញជាសាធារណៈដើម្បីធានាតម្លាភាពស្ថានីយ៍ប្រេងឥន្ធនៈនិងដេប៉ូចែកចាយត្រូវធានាសុក្រឹតភាពនិងគុណភាពនិងបរិមាណប្រេងដែលត្រូវលក់ជូនអតិថិជននិងត្រូវជូនដំណឹងមុនយ៉ាងតិច1ថ្ងៃមកមន្ទីររ៉ែធម្មពលឬមន្ទីរពាណិជ្ជកម្មនិងអាជ្ញាធរពាក់ព័ន្ធក្នុងករណីប្រេងឥន្ធនៈអស់ពីសន្ធិ stop ឬមានបំណងផ្អាកលក់ប្រេងជាបណ្ដោះអាសន្ន